អូហូវីដេអូនេះគឺតពីវីដេអូវគ្គទី3អញ្ចឹងយើងមើលសកម្មភាពការលេងទឹកទាំងអស់គ្នាខ្ញុំប្រាប់ហើយថាខ្ញុំពុលទឹកទេខ្ញុំអត់ចេះហែលទឹកទេប៉ុន្តែម្នាក់ធ្វើបាបអូនមើលសកម្មភាពជាក់ស្ដែងហើយនេះក្បាលវីដេអូនេះស្ទេកបាត់ហើយអញ្ចឹងមុននឹងចូលដល់វីដេអូយើងមកមើលសកម្មភាពជីកទៅរកឆ្នេរទាំងអស់គ្នាអញ្ចឹងយើងជិះបន្តិចទៀតយើងអាចនឹងថាទៅដល់ឆ្នេរហើយចាយើងទៅរកឆ្នេរទាំងអស់គ្នាដើម្បីទៅដល់ឆ្នេរបានយើងជិះរៀងយូរបន្តិចដែរដោយសារផ្លូវវារៀងស្ទះនេះយើងដល់កន្លែងត2ហើយចូលទៅដល់យើងចេញពីផ្សារលើបន្តិចមកយើងដល់កន្លែងត2បងប្អូនចាយើងជិះប្រហែលតុងប្រហែលជា7 គីឡូដីដែរហ្នឹងប៉ុន្តែវាមិនឆ្ងាយណាស់ណាទេដោយសារឆ្នេរអូត្រេសហ្នឹងគឺយើងនៅចិត្តដែរទេណែឆ្នេរអូត្រេសយើងឃើញជាក់ស្ដែងហើយឃើញបងប្អូនលេងនៅកន្លែងឆ្នេរអូត្រេសច្រើនប៉ុន្តែខាងធីមខ្ញុំ2ឡាននេះមិនទាន់ចូលអាកន្លែងឆ្នេរអូត្រេសហ្នឹងទេតរោឆ្នេរអូត្រេសទី2ទៀតថាឆ្នេរអូត្រេសទី1ហ្នឹងរៀងមនុស្សច្រើនដូចថាយើងអត់សូវ fresh អញ្ចឹងណាអញ្ចឹងយើងជិះបន្តទៅមុខទៀតដើម្បីទៅរកឆ្នេរអូត្រេសទី2នេះអត់ទាន់ផុតឆ្នេរអូត្រេសទី1ទេនេះប៉ុន្តែក៏ទេសភាពស្អាតដូចគ្នាយើងជិះឲ្យឆ្ងាយបន្តិចទៀតបានជើងប្រហែលជា10ទៅ10នាទីជាងហ្នឹងដោយសារផ្លូវវារៀងស្ទះដែរក៏យើងជិះទៅដល់ឆ្នេរអូត្រេសទី2នេះចាប់ផ្ដើមយើងសេរីសរងដើម្បីរកកន្លែងចោតចឹងណាប៉ុន្តែមើលទៅរៀងអែមដែរហ្នឹងប៉ុន្តែឃើញស្អាតខ្លាំងហ្មងកន្លែងឆ្នេរអូត្រេសជាមើលបន្តិចទៀតពេលដែលទៅដល់មុខបន្តិចទៀតពុកម៉ែបងប្អូនឃើញថាកន្លែងឆ្នេរអូត្រេសទី2នឹងស្អាតប៉ុណ្ណាហើយទេសភាពញាក់សាច់បើសិនជាភាសាអង់គ្លេសវិញគេហៅថា red 10នៅលើ10អញ្ចឹងណាអូខេពុកម៉ែបងប្អូនយើងបានមកដល់ឆ្នេរអូត្រេសទី2ហើយវ៉ាវទេសភាពពិតជាមិនធម្មតាអែមមែនតើប៉ុន្តែពេលដែលយើងមុនដែលយើងចូលទៅកន្លែងឆ្នេរហ្នឹងពេលយើងអាចឌីងឆ្ងាយបន្តិចដោយសារតែគេអត់ឲ្យឡានចូលទេចានេះពេលដែលយើងមកដល់នៅមាត់ឆ្នេរជាក់ស្ដែងនេះប្រុសស្អាតកំពុងចលេងហ្គីតាទឹកសមុទ្រកំពុងតែបោកវិលវកទៅរកកោះត្រៃឯណាទេយើងក៏បានរៀបចំហើយក៏យើងរៀបចំចង្ក្រានយើងមានគ្រឿងសមុទ្រដែលយើងទិញពីផ្សារលើអំបញ្ញមិញហ្នឹងណាចាឡូវដាក់មានទាំង speaker មានទាំងតារាចម្រៀងមានទាំង dancer អីមកកា play មកអែមតែម្ដងនេះអាណៅយើងកំពុងតែចាប់ដាក់ផ្ទះចាប់ដាក់អីផ្សេងយើងកំពុងចែកគ្នាអូយបាត់ចង្កឹះខ្ញុំចង្កឹះខ្ញុំទៅណានេះដៃមឹកខ្ញុំនេះដៃមឹកគេកំពុងតែដណ្ដើមគ្នាយ៉ាងឆ្ងាញ់ជក់មាត់ជញ្ជក់ចិត្តទាំងអស់គ្នាហើយនេះម្នាក់នេះដឹងមិនដឹងថាកើតអីទេយ៉ានោះបងប្រុសម្នាក់ទៀតកំពុងតែលេងទឹកដូចកូនក្មេងហើយម្នាក់ទៀតកំពុងតែដណ្ដើមញ៉ាំគ្នាគ្រឿងសមុទ្រពិតជាថាមានតារាចម្រៀងនោះច្រៀងផងសាយផងម្នាក់ទៀតកំពុងតែយំខូចចិត្តអង្គុយទៅមើលស្នេហ៍ជាក់ស្ដែងចាបានវា2 3នាក់ទៀតបន្ទាប់ហើយក៏យើងបានញ៉ាំហើយក៏យើងអង្គុយមើលឈរមើលទឹកសមុទ្រថាទឹកសមុទ្រហ្នឹងវាស្អាតស្រស់បំប្រងតែម្ដងនេះសកម្មភាពដែលក្បាលវីដេអូមិនដឹងបងប្អូនអើយនេះគេចាប់ធ្វើបាបអូននេះឲ្យលេងទឹកសមុទ្រខ្ញុំថាអត់លេងទេដោយសារលេងទឹកសមុទ្រហ្នឹងធ្វើឲ្យខ្ញុំខូចសុខភាពប៉ះពាល់ដល់សុខភាពមូលហេតុអីវាប្រៃពេកប៉ុន្តែសម្រាប់គេអ្នកផ្សេងអត់អីទេបើខ្ញុំគឺប៉ះទឹកសមុទ្រអត់បានណោះខ្ញុំអត់ដឹងថាជាតិមុនខ្ញុំធ្វើអីទេប្រហែលជាតិមុនខ្ញុំជីអំបិលឬក៏មិនដល់ប៉ះទឹកសមុទ្រជាមួយគ្នាប៉ះអត់បានតែម្ដងនេះគេធ្វើបាបអូននោះឡើងតន់ជង្គង់ឡើងបាក់បៀអស់ហើយក៏អង្គុយក្រោមដើមឈើម្នាក់ឯងកណ្ដោចកណ្ដែងយ៉ាងឈឺចាប់បំផុតញញឹមទាំងទឹកភ្នែកពិតជាកំសត់ខ្លាំងណាស់បងប្អូននេះចាក់ស្ដែងចាំមើលតិចទៀតនេះបន្ទាប់ពីដេញចាប់ទឹកសមុទ្រហើយស្ទាក់តែម្ដងទៅលែងមុខហើយបងប្អូនអើយបាយបាយអរគុណច្រើន